ពុកម៉ែបងប្អូនតែងតែភ្លេចពាក្យសម្ងាត់របស់យើងដែលយើងបង្កើត Facebook យើងយូរហើយប៉ុន្តែយើងនៅចាំលេខទូរស័ព្ទដែលយើងបានបង្កើតយើងតែងតែដាក់លេខទូរស័ព្ទបើសិនជាពុកម៉ែបងប្អូនអត់ទាន់ដាក់លេខទូរស័ព្ទទេពុកម៉ែបងប្អូនអាចមើលវីដេអូខ្ញុំបង្រៀនបានយើងចូលទៅដាក់លេខទូរស័ព្ទនៅក្នុងYouTube Facebook របស់យើងដែលយើងប្រើប្រាស់រាល់ថ្ងៃប៉ុន្តែយើងអត់ចាំលេខកូដទេយើងភ្លេចលេខកូដយូរខែចឹងបងប្អូនអញ្ចឹងវិធីនេះនឹងជួយបងប្អូនយើងចូលទៅដូរ password Facebook របស់យើងបងប្អូនយើងចូលទៅកាន់ account យើង log in ចូលមកណាយើងចេញក្រៅវិញហើយបន្ទាប់មកយើងចុចកន្លែង use other profile ចុចបន្ទាប់ពីចុចទៅនឹងហើយយើងចូលទៅលុបលេខខាងលើអូខេបន្ទាប់ពីយើងលុបហើយយើងដាក់លេខទូរស័ព្ទរបស់យើងដែលយើងបង្កើតFacebook ហ្នឹងយើងដាក់លេខទូរស័ព្ទយើងដាក់ហើយបន្ទាប់មកយើងចុច continue អូខេខាងលើហ្នឹងអូខេបន្ទាប់មកវា load ចេញ account របស់យើងដែលយើងចំណាំចង់បានចង់អីចឹងដែលយើង log in ចូលលេងនេះគឺជា account ដែលខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំដែលមកកតុយ22ហ្នឹងខ្ញុំ search រកមើលទៅវាមាន account ចាស់ដែលសង account ចាស់របស់ខ្ញុំអញ្ចឹងតោះមកយើងយក select account មួយណាដែលយើងត្រូវការអូខេយើងចុច account មួយនេះដើម្បីយើងត្រូវការយើងចុចមកហើយបន្ទាប់មកយើងចុច continue ខៀវ color ហ្នឹងបន្ទាប់មកវានឹងផ្ញើសារមកកាន់ទូរស័ព្ទរបស់យើងទៅកាន់លេខហ្នឹងទៅកាន់លេខ22ហ្នឹងអូខេឥឡូវខ្ញុំចូលទៅដាក់អូខេបន្ទាប់ពីយើងដាក់លេខដែលគេផ្ញើសារមកកាន់លេខទូរស័ព្ទរបស់យើងហើយគឺវានឹងចូល direct ហ្មងហើយយើងចុចនេះមកយើងចុច crease ឲ្យច្រឡំយើងវាយ password សិនវាយ password Facebook របស់យើងកត់ទុកចំណាំទុកផងបងប្អូនកុំឲ្យភ្លេចទៀតឥឡូវខ្ញុំចូលទៅដាក់ password ថ្មីរបស់ខ្ញុំបានបន្ទាប់ពីយើងដាក់ពាក្យសម្ងាត់យើងហើយយើងចុច continue ខាងលើហ្នឹងខៀវហ្នឹងបន្ទាប់ពីយើងចុច continue ហើយគឺវា load មកដល់កន្លែងនេះចាំវា plate វាកំពុងដំណើរការយើងចុច save មកចុច save account យើងមកអូខេតបមកវានឹង load ទៅមួយទៀតម្ដងនេះយើងចុច continue មកអូខេចុច continue ខាងលើហ្នឹងគឺ Q ហ្នឹងបន្ទាប់ពីចុចហើយវាចេញតម្រងបែបនេះបងប្អូនយើងចូលទៅដាក់លេខទូរស័ព្ទក៏យើងដាក់លេខទូរស័ព្ទយើងម្ដងទៀតហើយយើងចូលទៅរើសបើសិនជាបងប្អូននៅខាងកម្ពុជាយើងដាក់លេខកូដកម្ពុជាយើងបើសិនជាខាងខ្ញុំបានគឺនៅខាង Thailand គឺយើងដាក់ Thailand ហើយយើងដាក់លេខទូរស័ព្ទថៃយើងមកបើសិនជានៅខ្មែរដាក់លេខខ្មែរហើយយើងចុច add number អូខេបន្ទាប់មកវានឹងផ្ញើសារលេខកូដចូលមកកាន់លេខទូរស័ព្ទដោយសារលេខទូរស័ព្ទនេះគឺខ្ញុំប្រើនៅក្នុងទូរស័ព្ទមួយទៀតអញ្ចឹងគឺវាផ្ញើសារទៅទូរស័ព្ទមួយទៀតឥឡូវខ្ញុំវាយលេខកូដចូលបន្ទាប់ពីយើងដាក់ហើយយើងចុចបញ្ជូនមកបន្ទាប់មកវាហើយជាការស្រេចយើងចូលទៅដល់គេឲ្យយើង add friend យើងមិនទាន់ add យើងចុច skip ខាងលើគេហ្នឹងមកវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាគិតថាមានប្រយោជន៍មានតម្លៃកុំភ្លេច like comment follow ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ